ពីកំណត់ validation តិចហើយយើងកំណត់ primary key và primary key នេះនៅថ្ងៃក្រោយវាសំខាន់ណាស់តែឥឡូវនេះគឺថ្ងៃក្រោយគឺយើងប្រើវាដើម្បីចង relationship table មួយជាប់មួយ table មួយទៀតតែឥឡូវនេះគឺយើងគ្រាន់តែកំណត់ primary key ហ្នឹងសិនបាទឧទាហរណ៍នៅក្នុង table product ឬក៏ table student ពេលយើងវាយវាហើយយើងឧទាហរណ៍វាយវា product ID name quantity unit price total ហើយមកយើង select ចំ root key នេះយើងដាក់ថា primary key ដែលពួកយើងចំណាំតើពេលវាសួរយើងយក yes ហ្នឹងតែយើងអត់ដឹងមូលហេតុបាទណាឥឡូវមូលហេតុរបស់វាគឺទី1យើងកំណត់យក primary key ហ្នឹងបាទទី1គឺវាកំណត់ឲ្យតម្លៃដែលយើងវាយបញ្ចូលទៅហ្នឹងលេខអត់ស្ទួនវាជួយកំណត់ឲ្យយើងអញ្ចឹងពេលយើងវាយស្ទួនវាស្រែកវាដាក់ថា error បាទណាទី2ថ្ងៃក្រោយទៅយើងនឹងចង relationship ទៅ table ផ្សេងយល់បានទេបាទឥឡូវយើងសាកបង្កើតឬក៏យើងមាន table ឧទាហរណ៍ table product របស់យើង table product របស់យើងមានស្រាប់ណា product របស់យើងមាន101 102 103ចេះបើខ្ញុំវាយលេខ106 105ខ្ញុំវាយភាសាទៀតគឺបានអញ្ចឹងវាអត់ត្រូវអញ្ចឹង product 100លេខ105ឈ្មោះ product វាជាន់គ្នាហើយយល់ទេអញ្ចឹងគឺយើងអត់ឲ្យវាវាយបានទេព្រោះតែវាយបានវាខុសព្រោះ product ណាលេខដូចគ្នាយល់បានទេដូចសិស្សអញ្ចឹងលេខដូចគ្នាយើងព្រមដែរយល់បានទេអញ្ចឹងអត់ទេអញ្ចឹងគឺដោយសារអីអត់ដោយសារអត់មាន primary key អញ្ចឹងឥឡូវយើងចូលទៅក្នុង design យើង select ត្រង់ field product number យើង select primary key នេះយល់បានទេអញ្ចឹងពេលនោះយើងឃើញមានរូបកូនសោអញ្ចឹងបានន័យថាយើងបានចងកំណត់ primary key ឲ្យយើងចុច save អូខេបាទបន្តមកយើង view វាមកចុច view យ៉ាទៅយើងមានកាយដោយសារយើងបានបញ្ចូលទិន្នន័យហើយអញ្ចឹងវាអាចបញ្ហាអូខេនេះបញ្ហាអូខេឥឡូវយើងចេះយកល្អយើងបង្កើត table មួយទៀតឧទាហរណ៍យើងឥឡូវយើង create table design មកយើងបង្កើតដោយសារយើងទិន្នន័យយើងធ្លាប់បញ្ចូលហើយយើងធ្លាប់បញ្ចូលហើយវាយើងមានតែខ្លះយើងអត់បានបញ្ចូលវិញណាអញ្ចឹងអត់បានបញ្ចូលវិញហ្នឹងហើយបញ្ហាយល់បានទេអញ្ចឹងយើងបង្កើត table ថ្មីមួយមកឧទាហរណ៍យើងនិយាយពី lecturer អញ្ចឹងចុះបាទអញ្ចឹងខ្ញុំដាក់ថា number ជា number lecturer name ជា text 6 ជា text អញ្ចឹងទៅតោះនេះ date of birth ជា date time មក date time អញ្ចឹងទៅអូខេឥឡូវខ្ញុំ select ត្រង់ field lecturer number យក primary key តោះនេះហើយចុច save ខ្ញុំដាក់ឈ្មោះ table នោះដាក់ថា lecturer អូខេអូខេមកតមកទៀត view អញ្ចឹង lecturer number ខ្ញុំវាយលេខ101ណាឧទាហរណ៍ឈ្មោះខ្ញុំខែមករាអញ្ចឹងទៅ Page Pro អញ្ចឹងទៅឧទាហរណ៍ date of birth ខែ8ថ្ងៃទី4ឆ្នាំ80អីចឹងទៅបាទដល់បន្តមកទៀតខ្ញុំវាយលេខ101ទៀតគ្រូវាផ្សេងឈ្មោះតារាអញ្ចឹងទៅតោះនេះ Page Pro ទៀតទៅខែ9ថ្ងៃទី10ឆ្នាំ80ដែរទៅពេលនោះវាស្រ័យប្រាប់យើងហើយគឺថាមិន the change you need to require to table ហ្នឹងឯងមានន័យថាដោយសារមូលហេតុដោយសារ duplicate value នេះត្រង់ lecturer number ហ្នឹងគឺមាន duplicate មានន័យថា student លេខ ID student គ្នាអញ្ចឹងវាអត់ឲ្យទេអញ្ចឹងគឺត្រូវដូរលេខគ្រូឈ្មោះតារាហ្នឹងដូរដាក់102អញ្ចឹងប៉ុណ្ណឹងវាលែង error ហើយឃើញទេបាទអញ្ចឹងគឺកំណត់ primary key គឺជួយឲ្យយើងទី1ការពារកុំឲ្យយើងវាយលេខកន្លែង field ហ្នឹងវា student តោះណាបាទទី2គឺយើងអាចចង relationship ទៅ table ផ្សេងទៀតនៅថ្ងៃក្រោយអូខេអញ្ចឹងឥឡូវយើង